รอថ្ងៃមើលកូននៅផ្ទះថ្ងៃនេះសូមបដូរបរិយាកាសលេងមើលកូននៅផ្ទះយកមកមើលនៅហាងវិញម្ដងចាបងប្អូនទាំងអស់គ្នាថ្ងៃនេះហានាំកូននាំប្តីលេងមើលកូននៅផ្ទះហើយយើងនាំគ្នាទៅមើលនៅហាងខាងមីហាល់ស្វាអន្តរវិញម្ដងព្រោះថាមើលកូននៅតែផ្ទះពេកវាបរិយាកាសហ្នឹងវាដដែលអញ្ចឹងណាឥឡូវយើងបដូរទីកន្លែងមើលម្ដងមើលកែងលោវាស្រួលជាងនៅផ្ទះប៉ុន្តែជាក់ស្ដែងបងប្អូនហើយជឿខ្ញុំទៅអ្នកមានកូនតូចគ្មានកន្លែងណាដែលស្រួលមើលកូនជាងនៅផ្ទះនោះទេហើយបើក្នុងកាបូបនេះវិញនិយាយពីថាបើកមកមានអីទេបងប្អូនហើយគឺមានតែទឹកដោះគោកូនហើយនឹងសម្ភារៈកូនអញ្ចឹងដោយសារយើងមកនោះបញ្ញាបញ្ញាប់ពេកល្ងាចដែរហើយអញ្ចឹងហើយគឺថាវិចទាំងក្រាស់កស៊ូយកមកចងសក់ដល់ហាងទៀតព្រោះនៅពេលដែលនៅផ្ទះហ្នឹងគឺគាត់កំពុងតែលេងអញ្ចឹងហើយបើនៅតែរៀបចំគាត់ទៀតមិនដឹងស្មានណាមកដល់ទេហើយមីហាត់របស់យើងវិញគឺថាកំង2ចានហើយងាកមកមើលបរិយាកាសជុំវិញរបស់យើងវិញសកម្មភាពរបស់កូនចៅយើងដូចជាមិនតាន់ជារអាប់រអួលទេគឺថានៅនឹងមួយកន្លែងគ្រាន់បើដែរមើលទៅឃើញថារៀងស្ងប់ស្ងាត់យើងក៏ចាប់ផ្ដើមដំណើរការសាកញ៉ាំមីហាល់មើលតែបាន1ម៉ាត់2ម៉ាត់ហើយសភាពការដូចជាមិនស្រួលទេបងប្អូនអើយមានឡើងផងមានចុះផងលក្ខណៈថាប៉ាប៉ាទុកលើឈ្នះហើយអញ្ចឹងហើយខ្ញុំក៏បដូរឲ្យប៉ាប៉ាហ្នឹងយកកូនទៅចេញក្រៅមានកូនតូចគិតថាបានញ៉ាំអីជុំគ្នាតែការពិតគឺមិនបានជុំទេបងប្អូនអើយយើងត្រូវបដូរវេនគ្នាញ៉ាំម្ដងដូចឥឡូវនេះអញ្ចឹងគឺថាប៉ាប៉ាឲ្យខ្ញុំញ៉ាំមុនទៅគាត់យកកូនទៅលេងនៅក្រៅហើយបន្ទាប់ពីញ៉ាំរួចរាល់ហើយខ្ញុំដល់វេនមើលកូនឲ្យប៉ាប៉ាញ៉ាំម្ដងនិយាយទៅតតែបដូរវេនគ្នាបានបងប្អូនអើយបើថាអង្គុយញ៉ាំជុំគ្នានឹងគឺថាมันកើតទេហើយលុកមីលុកអីក្តៅអស់លើហើយនៅហ្នឹងបងប្អូនអ្នកដែលមានកូនតូចញ៉ៃដូចខ្ញុំគឺថាត្រូវហ្មងហាងមីហលហ្នឹងគឺគេចិញ្ចឹមត្រីចិញ្ចឹមអីក្មេងៗចូលចិត្តណាកូនខ្ញុំវិញគាត់ចូលចិត្តមើលមែនតែនហើយឃើញចង់ទៅចុះចាប់ទេមើលត្រីឡើងប៉ុណ្ណាណីហើយបើកន្លែង playground នេះវិញកូនខ្ញុំគឺចូលចិត្តមែនតែននិយាយទៅគាត់អត់ដើរបានចេញក្រៅបងប្អូនអើយហើយត្រូវមកកន្លែងមីហលនេះគឺមានសម្រាប់កូនក្មេងកន្លែងលេងអញ្ចឹងគឺគាត់ចូលចិត្តអាសម្រូតនេះនិយាយថាអូយក្លាហានមែនតែនចុះមកដោយខ្លួនឯងអត់មានផិតភ័យអីទេនិយាយថាលោតដល់ក្រម្ដងគឺសុបាយអគេណាហើយខ្ញុំទៅនេះក៏ម្នាក់យូរដែរបងប្អូនអើយខ្ញុំទៅត្រឹមម៉ោង5ហើយម៉ោង7ហ្នឹងយើងក៏មកផ្ទះវិញទៅដោយសារតែផ្លូវក៏រៀងឆ្ងាយយើងជិះម៉ូតូយប់ប្រលប់អីចឹងកូនតូចខ្លាចគាត់យំរើរឿងអីអញ្ចឹងហើយបន្ទាប់ពីយើងញ៉ាំអីរួចរាល់ហ្នឹងឲ្យកូនហ្នឹងក៏លេង playground ហ្នឹងបានប្រហែលជាមួយសបកដែរព្រោះថាខ្ញុំមិនដើរបានយកកូនខ្ញុំទៅណាទេហើយកូនពៅខ្ញុំក៏គាត់មិនដើរបានលេងកន្លែងចឹងដែរអញ្ចឹងហើយពេលគាត់បានលេងលើកទី1គឺថាគាត់សប្បាយអរីករាយខ្លាំងមែនតើហើយបន្ទាប់ពីលេងអីរួចរាល់ហើយប៉ាប៉ាក៏ញ៉ាំហើយគឺថាដល់វគ្គយើងត្រឡប់មកផ្ទះវិញហើយក៏ទិញមកថងនេះផ្ញើម៉ែនៅផ្ទះដែរដោយសារម៉ែគាត់នៅចាំផ្ទះអញ្ចឹងហើយមានតែទិញយកមកផ្ញើនៅផ្ទះ